ធ្វើដំណើរកាត់តាមស្ពានអ្នកលឿងទៅឃើញផ្លូវមួយខ្សែលិចទឹកហើយឃើញមនុស្សទៅលេងឡើងច្រើនចាប់អារម្មណ៍ដែរក៏ឈៀងចូលទៅលេងទៅមានអីទឹកឡើងអញ្ចឹងវាមានពស់ហើយមានណាគេលក់ពស់លក់អីចឹងទៅហើយគេមានតុកកន្លែងអង្គុយញ៉ាំមើលទេសភាពមើលស្ពានហើយមានអ្នកទៅលេងទឹកលេងអីលោតទឹកក្ឌីងក្ដុងអញ្ចឹងមានអ្នករកត្រីហើយមានអ្នកធ្វើសទួចសម្រាប់លក់ឲ្យអ្នកទៅលេងនឹងស្ទួចត្រីទៀតណាធ្វើដំណើរដំបងទៅដល់មានអីក្រៅពីចាប់អារម្មណ៍នឹងគេលក់ពស់ហ្នឹងឯងដោយសារតែមានទឹកឡើងហើយអ្នកភូមិចាប់ពស់ចាប់អីបានអញ្ចឹងទៅក៏យកមកលក់ឲ្យគាត់ហើយគាត់ក៏ទិញយកមកអាំងឆ្អើរលក់ឲ្យអ្នកធ្វើដំណើរមកលេងនៅទីតាំងហ្នឹងអញ្ចឹងទៅហើយពស់ហ្នឹងមានពស់ផលិតមានពស់ថ្ងាន់សោមហើយលក់មួយ10000 15000ហើយហ្នឹងឯងហើយមើលទៅគាត់អាំងឡើងតំណងរបស់គាត់ដែរអញ្ចឹងអ្នកមកលេងប្រហែលជាចាប់អារម្មណ៍ហើយទិញពោះគាត់យកទៅញ៉ាំហើយមើលទេសភាពទឹកលិចនៅតំបន់ចិត្តស្ពានអ្នកលឿងហ្នឹងឯងប៉ុន្តែបើសិនជាអ្នកមកទិញថាខ្ញុំទិញពោះយ៉ាងម៉េចបើខ្ញុំជាទឺតហ្នឹងក៏មិនកើតដែរអញ្ចឹងយើងទៅរកឲ្យផ្សេងទៅគាត់មានលក់ឲ្យផ្សេងដែរមានកែបមានអីចឹងទៅធ្វើដំណើរបន្តទៀតទៅហើយក៏ឃើញមានអ្នកស្ទូចត្រីស្ទូចអីច្រើនហូហែដែរអញ្ចឹងទៅណាគេមានសម្ភារៈរបស់គេហើយដល់ឡែកពូអ្នកលក់នំណាគាត់ក៏បានធ្វើស្ទូចហ្នឹងយកមកដាក់លក់សម្រាប់អ្នកដែលមកលេងនៅទីតាំងហ្នឹងចង់ស្ទូចត្រីស្ទូចអីលេងអញ្ចឹងគាត់ក៏ធ្វើស្ទូចដោយដៃហ្នឹងយកមកលក់ទៅមួយដើមដូចជាប្រហែល4000រៀលអីមួយដើមរៀលហ្នឹងឯងហើយក៏មាននុយអីទៀតនុយដែលគាត់ free ឲ្យហ្នឹងនុយកពឹសហើយទឹកធំអញ្ចឹងមិនបាច់ចាំបារម្ភថាអត់មានត្រីស៊ីទេត្រីច្រើនណាស់នេះត្រីទិញនំគាត់ស៊ីហើយអ្នកដែលមកទីតាំងហ្នឹងនេះអង្គុយមានទីតាំងអង្គុយលេងច្រើនណាស់អង្គុយញ៉ាំអីមើលទេសភាពស្ពានអ្នកលឿងមើលអីចឹងទៅនៅលើគោកក៏បាននៅក្នុងទឹកក៏បានមានកៅអីទាំងលើគោកមានកៅអីទាំងក្នុងទឹកចូលទៅនេះមានអ្នកជិះម៉ូតូមានអ្នកលក់អីវ៉ាន់អីច្រើនហូហែកៅអីត្រាំក្នុងទឹកហ្មងអង្គុយក្នុងទឹកក៏បានហើយមើលញ៉ាំអង្គុយញ៉ាំក្នុងទឹកនឹងបដើហើយមើលអ្នកលេងទឹកបដើអីចឹងទៅហើយអ្នកមកលេងនៅទីតាំងហ្នឹងច្រើនណាអ្នកលក់ក៏ច្រើនអ្នកមកលេងនៅទីតាំងហ្នឹងក៏ច្រើនមើលទៅដូចទៅជាតំបន់ទេសចរទឹកលិចមួយទៅហើយហ្នឹងអញ្ចឹងហើយអ្នកធ្វើដំណើរកាត់តាមស្ពានអ្នកលឿងនេះក៏អាចចូលលេងបានដែរចូលលេងមកផ្លេតទិញអីញ៉ាំហើយមកមើលទិដ្ឋភាពក្មេងៗលោតទឹកអីចឹងទៅជួបជុំគ្នាសប្បាយដែរមើលទៅវាបែបជនបទអញ្ចឹងអ្នកដែលជិះកាត់តាមស្ពានអ្នកលឿងអាចចូលមកលេងបានទីតាំងចិត្តស្ពានអ្នកលឿងមកជិះតាមមកផ្លេតទេអាចឈៀងចូលលេងបានហើយចាំធ្វើដំណើរបន្តទៅទៀតអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងឯងចង់លេងទឹកដែរតែធ្វើមិនអត់ហ៊ានលេង